សាររដ្ឋអាមេរិកមានជំហរបែបណាដែរចំពោះករណីនេះសហរដ្ឋអាមេរិកជំហររបស់គេមិនមែនទៅលើករណីមួយចំពោះមួយទេជំហររបស់គេនិយាយហើយនិយាយទៀតមិនមែនត្រឹមតែសហរដ្ឋអាមេរិកទេដល់ជាមួយដល់ជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាជំហររបស់គេគឺសិទ្ធិមនុស្សឲ្យមានការការសេរីភាពសេរីភាពនៃសារព័ត៌មានតុលាការអាសន្នអធិការមិនជាមិនពុកគឺយើងប្រយោគតែជាតែសិទ្ធិកម្មជាបានគឺការអនុវត្តជាការអនុវត្តមួយដែលជាគោលលើសិទ្ធិសេរីភាពហើយគោលការណ៍នៃការជិះពីការទៀតការអនុញ្ញាតឲ្យមានការតិចទៀតអ្នកនយោបាយជាការធម្មតាតែបើសិនជាមានប្រឈមមុខតុលាការច្បាស់តុលាការជាតុលាការអង្គរប៉ុន្តែ